Sau đây bong nóក្នុងបណ្ដាញ TikTok YouTube ហើយនឹង Facebook ក្តីណាហ្នឹងហើយហ្នឹងចង់បង្ហាញតិចពាក់ព័ន្ធទៅនឹងការដាំចក3ប្រភេទនៅក្នុងកសិដ្ឋានខាងខ្ញុំណាហ្នឹងហើយខាងបងអូនធ្វើការចិញ្ចឹមចក3ប្រភេទហើយនេះគេហៅថាចកការកាឡាបណាចកការកាឡាបហើយនឹងចកស្លឹកធំខុសគ្នាបងប្អូនធ្វើបែងចែកដាច់ណាហើយនឹងចកអាសាឡាហើយនឹងចកបាយទៀតក៏ខុសគ្នាដាច់ដែរប៉ុន្តែការហ្នឹងខ្ញុំដាក់អាសាឡាចូលបន្តិចទៅលេងវានៅតែជាមួយអាចកនេះទៅអាចកការកាឡាបនេះហ្នឹងហើយបច្ចេកទេសនៃការដាំនេះគឺកម្រិតជាតិជីសម្រាប់ចកការកាឡាបហើយនឹងចកអាសាឡាវាប្រហែលគ្នាក៏ប៉ុន្តែបើចកស្លឹកធំគឺអត់ដូចគ្នាទេស្លឹកធំវាត្រូវការជីខ្លាំងជាងហ្នឹងហើយនឹងចកស្លឹកធំបងប្អូនហ្នឹងហើយតិចទៀតខ្ញុំនឹងទៅបង្ហាញទៅខាងនោះដោយឡែកការលូតលាស់គឺអាស្រ័យទៅលើទីធ្លាដូចជាអីវ៉ាន់វាយ៉ាងជាអៀតចឹងយើងត្រូវដងអាសាឡាចេញទៅព្រោះអាងនេះគឺខ្ញុំគោលដៅខ្ញុំគឺខ្ញុំដាក់តែចកការកាឡាទេអត់ដាក់អាសាឡាទេបើដាក់អាសាឡាគឺខាងនេះហើយនឹងខាងចុងខាងនោះហើយនឹងអាងពីនេះសម្រាប់ឲ្យខ្យងនៅក្នុងស៊ីខ្យងនៅក្នុងចិត្តខ្ញុំទៅបង្ហាញហើយអាចុងនោះគឺយើងដាក់ខ្យងហើយនឹងកូនក្អុកហើយនឹងទុងបណ្ដៃគាត់ឲ្យយើងដាក់ប្រហែលជាខ្ទង់ខែក្រោយបានដាក់ហើយចូលឆ្នាំហើយវាសាបអាងសិនណាហើយហ្នឹងហើយគឺតោះចូលប្រធានបទរបស់យើងចកការកាឡាបនេះបើសិនជាបងប្អូនអាចអត្ថប្រយោជន៍របស់វាគឺយើងអាចយកទៅឲ្យមាន់ឬក៏ត្រីលំអបងប្អូនត្រីលំអយើងដែលយើងដាក់ដូចជាត្រីខយត្រីប្រភេទត្រីចមត្រីអីហ្នឹងអាហ្នឹងអត្ថប្រយោជន៍មួយលំអហើយវាអាចសម្អាតទឹកឲ្យទឹកនឹងថ្លាណាទឹកនឹងថ្លាទឹកត្បូងមិនមែនទឹកចឹងទេណាខ្ញុំដាក់ប្រហែលជាខ្ទង់2អាទិត្យមុនគឺដូចជាដល់2អាទិត្យទេខ្ទង់10ថ្ងៃទឹកគឺទឹកខួនដែងមានទឹកយើងទឹកល្អក់វាថ្លាដែរប៉ុន្តែអត់ថ្លាយ៉ាងឯងថ្លាខ្យងប៉ុន្តែមិនក៏មិនថ្លាខ្យងខ្លាំងណាស់ដែរវារៀងខួនដែងនិយាយចំអញ្ចឹងគឺដាក់ទឹកដាក់អាចកហ្នឹងទៅគឺវាអាចធ្វើទឹកនឹងស្អាតណាវាបឺតជាតិកខ្វក់ឲ្យវារងទៅក្រោមអានេះវាដូចស៊ីម៉ង់និយាយចំវាធ្វើដល់កាមិនហ្នឹងបច្ចេកទេសគេមិនអាចកហ្នឹងវាខ្ញុំដាក់ទៅគឺវាទឹកហ្នឹងវារងទៅហ្មងអាជាតិកកហ្នឹងរងទៅក្រោមហើយមួយវិញទៀតនេះចកស្លឹកធំណាស្លឹកធំគឺចែស្លឹកវាគឺធំបងប្អូនអាចពិនិត្យមើលណាខុសគ្នាឆ្ងាយមួយសន្ទប់អានេះស្មើទៅនឹងមួយស្លឹកនោះហើយអានេះក៏វាធំអត់អស់ដែរវានៅពូនចេញជាដូចផ្កាកាឡាបជានិយាយចំហើយនេះគឺវាដុះមិនណេះច្រើនអាងនេះប្រហែលជាខ្ទង់មួយអាទិត្យទៀត2អាទិត្យទៀតអាចពេញចកស្លឹកធំនេះហើយខ្ញុំនឹងដាំឲ្យបានច្រើនឲ្យបាន2 3អាងព្រោះអានេះវាអត្ថប្រយោជន៍វាអាចកែទឹកវាអាចឲ្យសត្វមាន់សត្វទាស៊ីដូចគ្នាណាជាងវាយជាងកិនវាទៅណាហ្នឹងហើយវាអាចជំនួសប្រភេទចកសាឡានេះមកពេលដែរហ្នឹងហើយមួយវិញទៀតអានេះបើសិនជាយើងយកទៅដាក់ក្នុងស្រះទឹកដាក់ស្រះទឹកត្រូវហ្មងប្រភេទចកស្លឹកធំទី1វាធន់មានន័យថាក្នុងស្រះយើងទឹមតែជីកហើយមួយឆ្នាំឬក៏3 4 5ខែក៏យើងអាចដាក់ចកហ្នឹងឲ្យវាទៅបានដែរយើងដាក់ជីអាចគួចមាន់នេះបាន12 3 3ទៅបានវាដុះទូលាស់ល្អហ្នឹងហើយនេះចកអាសូឡានេះវាទូទៅបងប្អូនអាចដឹងស្គាល់ខ្លះហើយបងប្អូនខ្លះក៏អត់ទាន់ស្គាល់ខ្ញុំនឹងបង្ហាញអាសូឡានេះវាអត្ថប្រយោជន៍មានច្រើនណាស់ច្រើនជាងប្រភេទចកផ្សេងវាជាចំណីសត្វប្រភេទប្រូតេអ៊ីនវាខ្ពស់បំផុតនៅក្នុងប្រភេទចកផ្សេងណាវាប្រៀបដូចជាចកយើងគេហៅថាពីដើមគេហៅថាពងទឹករបៀបដូចប្រូតេអ៊ីនវាស្មើអានឹងដែរទៅអានឹងតាមខ្ញុំសង្កេតមើលទៅព្រោះថាមាន់ស៊ីលូតលាស់ធំល្អហ្នឹងហើយហើយការដាំវាគឺយើងមានអាចគួរអាចមាន់ហើយនឹង GM ទៅប្រើបានហើយបើចាំជីសេរីរៀងជីអីទេហ្នឹងហើយអាហ្នឹងគឺខាងខ្ញុំដាំតែអញ្ចឹងបើដាក់ជីសេរីរៀងអស់លុយច្រើននេះយើងយកមកឲ្យខ្យងស៊ីអញ្ចឹងបងប្អូនយើងយកមកឲ្យខ្យងស៊ីអញ្ចឹងណាហើយខ្យងនេះវាអាយុវា1ខែខ្យងលឿងខ្យងបើខ្យងអីគេហ្នឹងនេះសាច់វាលឿងអញ្ចឹងបងប៉ុន្តែគាត់ថាវាត្រូវទឹកត្រូវអីទៅវាអាទឹកយើងហ្នឹងមិញហ្នឹងដូចខ្ញុំប្រាប់ហ្នឹងទឹកគួនដៃហ្នឹងគឺទឹកអញ្ចឹងទឹកល្អតែពេលវាត្រូវទឹកហ្នឹងទៅវាពណ៌អញ្ចឹងទៅហ្នឹងហើយនេះអាងខ្យងខ្ញុំទឹកនេះហើយចុងនោះកែបតែកែបជាមួយខ្ញុំមានពេលខ្ញុំនឹងបង្ហាញទៀតហ្នឹងហើយអរគុណច្រើនបងប្អូនអញ្ចឹងគឺមាន3ចំណុចហ្នឹង3មុខហ្នឹងចកណាហ្នឹងហើយអរគុណច្រើនតើកែតើតួមកបាន